សូមស្វាគមន៍សាជាថ្មីមកកាន់វគ្គកិច្ចសម្ភារហើយវគ្គកិច្ចសម្ភាររបស់យើងនៅព្រឹកនេះគឺបានការអញ្ជើញចូលរួមរបស់តារាចម្រៀងរបស់យើងគឺកញ្ញាកែវបូរ៉ាដែលសប្តាហ៍ថ្ងៃកញ្ញាគឺជាសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យវិចិត្រសិល្បៈភូមិន្ទវិចិត្រសិល្បៈឥឡូវនេះជួបជាមួយនឹងកញ្ញាទាំងអស់គ្នាចាជំរាបសួរកញ្ញាចាសូមថ្លែងអំណរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងវគ្គកិច្ចសម្ភាររបស់ព័ត៌មានថ្មីនៃព្រឹកនេះចាជាដំបូងមុនពេលដែលយើងធ្វើការពិភាក្សាគ្នាតាក់ទងទៅនឹងជីវប្រវត្តិរបស់កញ្ញាក៏ដូចជាការងាររបស់កញ្ញានាងខ្ញុំសូមនាំអារម្មណ៍ទស្សនិកជនទៅទស្សនានៅបទចម្រៀងរបស់កញ្ញាមួយបទសិនចម្រៀងលោកការដែលកញ្ញាកែវបូរ៉ាបានបកស្រាយអំបញ្ញមីនេះឃើញថាទឹកដមសំនៀងហ្នឹងគឺផ្អែមពីរោះណាស់ចាហើយជឿជាក់ថាទស្សនិកជនលោកប្រហែលជាបានស្គាល់កញ្ញាច្បាស់ហើយតែអ្វីដែលយើងចាំមិនច្បាស់នោះថាតើកញ្ញាចូលទៅក្នុងវិស័យសិល្បៈនេះតាំងពីឆ្នាំណាដែរចានៅខ្ញុំចូលតាំងពីឆ្នាំ99ចាថាតាំងពីចូល99រហូតមកដល់ពេលនេះគឺមានរយៈពេលយូរមកហើយចា10ឆ្នាំជាងថាតើអ្នកណាជាអ្នកណែនាំកញ្ញាឲ្យចូលទៅក្នុងវិស័យសិល្បៈនេះមុនដំបូងហ្នឹងនាងខ្ញុំធ្លាប់ប្រឡងចម្រៀងចានៅរាជធានីអញ្ចឹងទៅចប់ចំណាត់ថ្នាក់លេខ3ជាមួយលោកសានផានិតចាប្រឡងហ្នឹងនៅឆ្នាំណាដែរនៅឆ្នាំដូចជា1996ចាអូប្រឡងនៅឆ្នាំ1996ហើយឆ្នាំ99ទើបឈានចូលទៅក្នុងវិស័យសិល្បៈចាអូនាងខ្ញុំសូមសរសើរហើយនាងខ្ញុំចាំបាននាងខ្ញុំស្គាល់កញ្ញានឹងចាំបានច្បាស់ពេលនោះគឺនាងខ្ញុំឃើញកញ្ញារាំរបាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ជាតិចាគឺរបាំជូនពរចានៅពេលដែលកញ្ញាឈានជើងចូលវិស័យសិល្បៈហើយនៅកំឡុងពេលនោះកញ្ញានៅសិក្សានៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញសិល្បៈនោះមែនទេចានាងខ្ញុំនៅសិក្សាសាលាតាំងពីឆ្នាំ1988-89ចាដល់98បាននាងខ្ញុំរៀនចប់ចាពីដំបូងឡើយថាតើកត្តាអ្វីដែលជំរុញឲ្យកញ្ញាសម្រេចចាប់យកអាជីពជាអ្នកសិល្បៈនេះស្រឡាញ់ស្រឡាញ់ចាថាតើការស្រឡាញ់របស់ខ្លួននឹងមានការគ្រប់គ្រងពីអ្នកផ្ទះទេមិនដំបូងលេអាអត់ហ៊ានឲ្យជម្រាបគាត់ទេចា តែជោគជ័យបានហ៊ានគាត់ទៅជោគជ័យចាអញ្ចឹងនៅពេលដែលជោគជ័យហ្នឹងនៅពេលដែលជំរាបគាត់ហ្នឹងថាតើពេលហ្នឹងគាត់ទទួលយកបានទេគាត់សម្ដែងអាការៈយ៉ាងណាដែរចាគាត់ត្រេកអរចាហើយក៏ជួយគ្រប់គ្រងទៅចា
ចុះយើងបែរមកនឹងអាជីពមួយទៀតគឺជាសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈវិញថាតើនៅពេលដែលយើងក្លាយខ្លួនទៅជាសាស្ត្រាចារ្យម្នាក់ទាំងនៅវ័យក្មេងបែបនេះហើយចំណែកឯសិស្សវិញថាតើមានវ័យស្របាលយើងឬក៏មានអាយុច្រើនជាងយើងឬក៏យ៉ាងណាដែរចាអត់ទេសិតតែអាយុតែជាងទាំងអស់ចាចាប់ពីអាយុ9ឆ្នាំទៅរហូតដល់អាយុ18ឆ្នាំចាអូចាថាតើជួបបញ្ហាលំបាកអ្វីខ្លះដែរដែលក្នុងនាមយើងជាសាស្ត្រាចារ្យម្នាក់យើងត្រូវបង្ហាត់គេបែបនេះចានឹងខ្ញុំយល់ថាពិបាកជាងច្រៀងចាព្រោះអីចម្រៀងយើងកតាដល់សំឡេងកាយវិការបន្តិចតួចចឹងចាដែលយើងបង្រៀនគេយើងត្រូវតែប្រើកម្លាំងទៀតចាច្រៀងផងបង្ហាត់ផងចាប់គេផងហើយយើងសូវសម្ដែងរំឲ្យគេមើលឲ្យពង្យល់ឲ្យគេយល់ទៀតចាថាតើការរាំរបាំមួយហ្នឹងមានផលលំបាកខ្លាំងដែរទេក្នុងការយើងបង្ហាញក្បាច់នីមួយណាពិបាកទេហើយយើងត្រូវការចំណាយពេលហាត់ពេលដែលយើងហាត់នៅសាលាហើយថាតើពេលដែលទៅដល់ផ្ទះថាតើត្រូវអនុវត្តបន្ថែមទេចាมันពិបាកតិចតួចទេពិបាកខ្លាំងដែរចាពិបាកខ្លាំងណាស់ព្រោះការរៀនពីតូចមកធម្មតានឹងការលើកមុនយើងមានកម្លាំងតែនៅតែហត់ចឹងយើងត្រូវកម្លាំងច្រើនណាចាចឹងទៅមានរត់ហត់ឥឡូវតែពីក្មេងមិនក៏គ្រាន់បើជាងឥឡូវដែរចាតើការហាត់នឹងប្រសិនបើដូចជាវ័យប៉ុននាងខ្ញុំអញ្ចឹងទៅហាត់ឥឡូវតើបានទេឬក៏មួយយើងត្រូវបណ្ដុះគ្រឹះតាំងពីអាយុ8ឆ្នាំឡើងទៅបានការហាត់នឹងបានល្អនិយាយទៅយើងចូលពីក្មេងយើងមានល្អជាងព្រោះវាទន់ណាចាដល់យើងអាយុច្រើនទៅរឹងចាពិបាកតិចឈឺខ្លួនណាចាឈឺខ្លួនក្មេងអត់អីទេចានេះនាងខ្ញុំកំពុងតែសាកសួរកញ្ញាតេតងទៅនឹងការងារបច្ចុប្បន្នចាក្នុងនាមជាសាស្ត្រាចារ្យឥឡូវយើងក៏លេចចូលមកមើលការងារសិល្បៈវិញសប្តាហ៍ថ្ងៃកញ្ញាមានច្រៀងនៅតាមផលិតកម្មណាទេចានាងខ្ញុំធ្លាប់ឲ្យថតឲ្យផលិតកម្មបុប្ផាចាផលិតកម្មបុប្ផានេះដូចជានាំចេញទៅក្រៅប្រទេសចាហើយតេតងនឹងការនាំចេញទៅក្រៅប្រទេសតើកញ្ញាធ្លាប់បានចេញទៅសម្ដែងនៅប្រទេសណាដែរទេចាធ្លាប់ទៅច្រៀងវិញធ្លាប់ទៅប្រទេសបារាំងអូស្ត្រាលីនិងញូហ្សេឡង់ចាថាតើមានកម្រោងនឹងទៅចេញបន្តទៅប្រទេសណាទៀតទេអត់ទាន់មានទេណាចឹងប្រសិនបើមានខាង sponsor ណាគេតេតងកញ្ញានឹងរៀបចំទៅចាកញ្ញាមានជាសាស្ត្រាចារ្យឥឡូវនេះនាងខ្ញុំចង់នាំអារម្មណ៍ទស្សនិកជនចាទៅមើលកញ្ញារាំវិញម្ដងចាសូមអញ្ជើញទស្សនាដូចតទៅ
របាំបំបាញ់មិញនេះគឺជារបាំឈួយឆាយ ចា ពេលដែលកញ្ញារាំនេះនៅវ័យប្រហែលដែរឃើញនៅក្មេងណា ចាអាយុដូច15ឆ្នាំ16ឆ្នាំ ចាការរាំរបាំបំបាញ់មិញនេះគឺនៅក្នុងឱកាសអ្វីដែរ ចាថតនៅកម្មវិធីចានៅក្នុងវាំង នៅក្នុងវាំងเนาะចាថាតើរបាំឈួយឆាយបំបាញ់មិញនេះតើមានអត្ថន័យបែបណាដែរ ចានៅបាំឈួយឆាយឆ្មាហ្នឹងក្នុងសម្ដែងនៅកម្មវិធីបួងសួងចា ចាក្នុងកម្មវិធីបួងសួងเนาะឥឡូវយើងវិលចូលមកគេហៅថា live style ការរៀបចំខ្លួននាពេលបច្ចុប្បន្នវិញចានាងខ្ញុំចង់ដឹងថាកញ្ញាបែងចែកពេលវេលាសិល្បៈនឹងការទៅបង្រៀនសិស្សហ្នឹងយ៉ាងណាដែរមមាញឹកទេសប្តាហ៍ថ្ងៃ ចាមមាញឹកពេលយប់នាងខ្ញុំច្រៀងចាពេលព្រឹកឡើងនាងខ្ញុំទៅបង្រៀនសិស្សទៀត ចាកញ្ញាមានដូចថានៅតែក្មេងនៅតែស្អាតចំពោះការរៀបចំខ្លួនការតុបតែងខ្លួនថាតើកញ្ញាធ្លាប់ដូចថាការយក style ដែលយើងដែរគិតថាមើលឃើញអ្នកណាម្នាក់ជាគំរូរបស់ខ្លួនទេក្នុងការរៀបចំខ្លួនហ្នឹង ចាអត់ទេនាងខ្ញុំរៀបចំខ្លួនអ្វីដែលនាងខ្ញុំស្រឡាញ់ចូលចិត្តមិននាងខ្ញុំធ្វើអញ្ចឹងចា បែងចែកពេលវេលាពេលដែលកម្មវិធីយើងទៅជប់លៀងថាសប្តាហ៍ថ្ងៃកញ្ញាដូចថាពេញចិត្តការតុបតែងខ្លួនបែបសាមញ្ញបែបសុភាពឬក៏ sexy ឬក៏យ៉ាងណាដែរ ចាសុភាពដោយពេលដែរចាមិនតែមិនមែនថា sexy ខ្លាំងទេចាទៅតាមពេលវេលា ចាទៅតាមពេលវេលាចា សូមអរគុណកញ្ញាចាយើងឃើញថាតើកញ្ញាសម្រាប់មហិច្ឆតាគេហៅថាមនុស្សយើងម្នាក់តែងតែមានមហិច្ឆតានៅក្នុងខ្លួននិងគោលដៅថាតើអ្វីទៅដែលជាគោលដៅផ្សេងមួយទៀតសម្រាប់កញ្ញាទៅថ្ងៃអនាគតតែគឺថានឹងចង់បង្កើតអាជីពឬក៏ចាប់អាជីពអីផ្សេងទៀតទេ ធ្លាប់គិតដែរបងចាប៉ុន្តែមិនទាន់ចេញជាអីអញ្ចឹងចាអត់ទាន់ជំរាបប្រាប់មុនទេចា គ្រាន់តែធ្លាប់គិតទេមិនមែនគិតថានឹងឈ្មោះទៅឲ្យដល់ចំណុចនោះណា ធ្លាប់គិតសិនពួកឥឡូវនេះគឺថាអាជីពជាអ្នកសិល្បៈនោះវាញឹកពេកចាអញ្ចឹងនាងខ្ញុំអត់ទាន់មានពេលវេលាឱកាសល្អនឹងធ្វើចាតិចទៀតនោះចាស់ទៅប្រហែលជាទួងតែដឹងចាអាចបង្ហើបប្រាប់ទស្សនិកជនថាតើអ្វីទៅដែលជាគោលបំណងប្រាថ្នារបស់យើងនេះខ្ញុំឃើញថាតារាសិល្បៈយើងច្រើនណាភាគច្រើនតារាស្រីគឺគាត់ភាគច្រើនបើកហាងកែសម្ផស្សហាងលក់សម្លៀកបំពាក់ថាតើកញ្ញាចាប់អារម្មណ៍នឹងអាជីពនឹងទេការពឹកលក់ដូរនេះខ្ញុំមិនសូវជាប្រមាណទេនេះខ្ញុំចូលចិត្តធ្វើអ្វីដែលតាក់ទងនឹងសិល្បៈចាដូចជាខាងប៉ាក់ដិនឬក៏ដេប៉ាក់អីក៏ចឹងអាចថានឹងបើកហាងកាត់ដេចានេះជាអារម្មណ៍ស្រឡាញ់ ចានឹងតែងខ្លួន make up ឯនេះខ្ញុំចូលចិត្តចានាងខ្ញុំគ្រប់ត្រដែរចំណុចនេះពួកអីស្ត្រីរបស់យើងត្រូវការចាំបាច់ណាភាពស្អាតបាតគ្រប់ពេលវេលាការតុបតែងខ្លួនចាដល់ពេលវេលានៅក្នុងវគ្គកិច្ចសម្ភាររបស់យើងខើចហើយតើកញ្ញាមានពាក្យពេចន៍អ្វីផ្ដែផ្ដាំដល់ទស្សនិកជនជាពិសេសដល់បងប្អូនដែលជាសិស្សរបស់កញ្ញាចាសូមជឿចានាងខ្ញុំក៏សូមអរគុណដល់ទស្សនិកជនដែលបានគ្រប់គ្រងនាងខ្ញុំផងដែរចាហើយក៏អរគុណទៅតាមសួរសុខទុក្ខដល់មិត្តភ័ក្តិនិងកូនសិស្សរបស់នាងខ្ញុំផងដែរចាហើយក៏អរគុណដល់ស្ថានីយ៍ទូរទស្សន៍ CTN ដែលបានផ្ដល់កិត្តិយសដល់នាងខ្ញុំរាល់កម្មវិធីផងដែរចាអរគុណច្រើនចាសូមអរគុណកញ្ញាកែវបូរ៉ាដែលបានចំណាយពេលវេលានៅក្នុងវគ្គកិច្ចសម្ភាររបស់យើងនៅក្នុងវគ្គព័ត៌មានថ្មីនៃព្រឹកនេះសូមឲ្យកញ្ញាបានជោគជ័យទៅក្នុងអាជីពរបស់កញ្ញាទាំងសិល្បៈនិងការងារចាសង្ឃឹមថាយើងនឹងមានឱកាសក្រោយជួបគ្នាជាថ្មីម្ដងទៀតចាលោកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីវគ្គកិច្ចសម្ភាររបស់យើងនៅព្រឹកនេះបានដល់ទីបញ្ចប់ហើយវគ្គក្រោយគឺជាវគ្គព័ត៌មានអន្តរជាតិជានីតិរបស់រស្មីសម្រាប់ពេលនេះយើងខ្ញុំទាំងពីរនាក់សូមជម្រាបលានឹងកម្មវិធីសំពេសម្រាប់បន្តិចសិន